អ្នកទាំងអស់គ្នាជាបឋមខ្ញុំសូមជម្រាបដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបកស្រាយអំពីដំណើរទស្សនកិច្ចប្រាសាទបន្ទាយស្រីសមាជិកមានឈ្មោះសានីរ៉ាន់និងញ៉ាងស៊ីណាពីក្រុមខ្មែរ Galaxy ការបរិច្ឆេទថ្ងៃទី21ខែ7 2021ទី2021មួយសេចក្តីណែនាំប្រាសាទនេះល្បីល្បាញដោយសាររូបចម្លាក់ថ្មដ៏វិចិត្រនៅខេត្តសៀមរាបសាងសង់ឡើងនៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី2ឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាហិណ្ឌូពីលក្ខណៈពិសេសប្រាសាទនេះសាងសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូកល្បីដោយសារចម្លាក់ល្អិតនិងស្រស់ស្អាតជាស្នាដៃរបស់បេតិកបដកម្មខ្មែរដ៏ល្អឯកលេខ3សារៈសំខាន់ជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទាក់ទាញភ្ញៀវទេសចរជាច្រើនបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរលេខ4សន្និដ្ឋានប្រាសាទបន្ទាយស្រីជាប្រាសាទដ៏ស្រស់ស្អាតនិងមានតម្លៃប្រវត្តិសាស្ត្រដែលគួរអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយសូមអរគុណជាកិច្ចចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នានិងលោកគ្រូដែលបានស្ដាប់ពួកក្រុមខ្ញុំបកស្រាយ